ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកម្ហូបសម្លម្ជូរព្រៃសាច់មាន់គ្រឿងផ្សំមានដូចជារូបភាពដែលខ្ញុំមកនឹងបង្ហាញបងប្អូនអញ្ចឹងណាបងប្អូនដំបូងយើងត្រូវដាក់ខ្ទះដាក់ខ្លាញ់មកយើងរំលីងគ្រឿងឲ្យបានឈ្ងុយល្អគ្រឿងមានដូចជាស្គល់សក្ខីស្លឹកក្រូចម្ដេងហើយនិងខ្ទឹមសហើយនិងប្រហុកយើងរំលីងវាឲ្យឈ្ងុយទៅណាបងប្អូនសម្លម្ជូរព្រៃនឹងមានរសជាតិឆ្ងាញ់យើងរំលីងគ្រឿងឲ្យឈ្ងុយបន្ទាប់មកយើងចាក់សាច់មាន់ចូលយើងរំលីងឲ្យសព្វសាច់មាន់ហ្នឹងហើយបន្ទាប់មកយើងរំលីងវាឲ្យចូលគ្រឿងជាមួយនឹងគ្រឿងដែលយើងរំលីងហ្នឹងហើយជាមួយនឹងប្រហុកហើយយើងដាក់គ្រឿងក្រៅមានដូចជាទឹកត្រីស្ករអំបិលប៊ីចេងហើយនឹងម្សៅស៊ុបខ្នុរបងប្អូនដើម្បីមានជាតិណាបងប្អូនដាក់ម្សៅស៊ុបខ្នុរទៅហើយសឡំជូរព្រៃហ្នឹងញ៉ាំទៅឆ្ងាញ់ណាបងប្អូនព្រោះវាប្លែកម្យ៉ាងដែរវាខុសពីសឡំជូរគ្រឿងបងប្អូនសឡំជូរព្រៃយើងញ៉ាំទៅវាមានជាតិស្កាត់ដូចសឡំជូរគ្រឿងទេហើយកូនក្រៃយើងអត់បុកទេគឺយើងដំដាក់ហើយបន្ទាប់មកយើងរំលីងគ្រឿងហើយយើងចាក់ទឹកចូលទៅហើយងាយស្រួលធ្វើទេបងប្អូនអត់ពិបាកធ្វើទេបន្ទាប់មកយើងចាក់ទឹកហើយមកសំល្មមយើងពងាស់សាច់មាន់ហ្នឹងឲ្យវាផុយល្អទៅណាបងប្អូនឲ្យវាផុយមកស្ទុះទៅដើម្បីឲ្យសាច់មាន់ហ្នឹងវាផុយហើយបន្ទាប់មកយើងដួសមកពពុះហ្នឹងចេញទៅបងប្អូនពពុះហ្នឹងយើងបាច់ទុកវាទេយើងដួសវាចេញដើម្បីឲ្យទឹកថ្លាទៅណាបងប្អូនបន្ទាប់មកយើងដាក់អំពិលទុំម្ដុំទៅហើយយើងមើលទៅណាអំពិលទុំយើងលៃល្មមឲ្យសមឲ្យវាជូរល្មមបងប្អូនបន្ទាប់មកយើងដាក់ផ្សិតខ្ញុំដាក់ផ្សិតចិនហើយនឹងឥឡូវដំបូងហ្នឹងខ្ញុំដាក់ផ្សិតចិនសិនព្រោះផ្សិតហ្នឹងពោលយើងមកងាស់មិនក៏វាអត់រលួយដែរបងប្អូនវានៅតែស្វិតចឹងណាហើយបន្ទាប់មកបានខ្ញុំដាក់បង្ងាស់វាមកស្ទុះហើយបានខ្ញុំបងថែមបន្លែបន្ទាប់ទៀតដូចជាផ្សិតចំបើងហើយនឹងទ្រាប់បងប្អូនទ្រាប់ហ្នឹងយើងដាក់មកល្មមទៅបើបងប្អូនចូលចិត្តបន្លែច្រើនបងប្អូនដាក់ឲ្យច្រើនទៅណាបងប្អូនហើយបន្ទាប់មកខ្ញុំដាក់ម្ទេសខៀវម្ទេសក្រហមដើម្បីយកពណ៌វាឲ្យឃើញសម្លយើងមានសោភ័ណភាពស្រស់ស្អាតចឹងបងប្អូនហើយសម្លម្ជូរហ្នឹងយើងស្លអត់មានយូរទេបងប្អូនយ៉ាងច្រើនត្រឹមតាកន្លះម៉ោងហើយព្រោះយើងយូរដោយសារយើងមកងាស់សាច់មាន់ហ្នឹងដើម្បីវាផុយមកបន្តិចណាបងប្អូនហើយសម្លហ្នឹងឆ្ងាញ់ណាបងប្អូនឆ្លាញ់ឆ្ងាញ់ម្យ៉ាងជូរប្រៃល្មមបងប្អូនយើងតែសម្លហ្នឹងយើងក៏ដាក់ស្ករច្រើនណាបងប្អូនព្រោះសម្លម្ជូរបើយើងដាក់ស្ករច្រើនក៏វាអត់ឆ្ងាញ់ដែរយើងដាក់តែល្មមមកណាបងប្អូនជូរប្រៃផ្អែមល្មមហើយបន្ទាប់មកចុងបញ្ចប់យើងដាក់បងម្រះព្រៅបងប្អូនបងម្រះព្រៅឲ្យរៀងច្រើនតិចទៅព្រោះម្រះព្រៅហ្នឹងធ្វើឲ្យសម្លយើងវាមានជាតិវាមានក្លិនឈ្ងុយបងប្អូនឈ្ងុយហើយឆ្ងាញ់ទៀតហើយបន្ទាប់មកបងប្អូនឆ្អិនហើយបងប្អូនដួសដាក់ចានមកហើយបងប្អូនញិចម្ទេសមកគ្រាប់ពីរមកឆ្ងាញ់តែម្ដងបងប្អូនហើយសម្លយើងត្រូវការក្តៅបងប្អូនយើងញ៉ាំពេលពងពុះក្តៅអញ្ចឹងมันឆ្ងាញ់ព្រោះសម្លអ្វីក៏ដោយតតែក្តៅមកវាឆ្ងាញ់អញ្ចឹងណាបងប្អូនតែទុកជាអត់ឆ្ងាញ់ទេចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបងប្អូនចាប់អារម្មណ៍បងប្អូនជួយ Subscribe និង Follow Page របស់ខ្ញុំអ្នកមួយហ្នឹងដើម្បីបានវីដេអូម្ហូបថ្មីទៀតខ្ញុំនឹងស្វែងរកម្ហូបថ្មីទៀតបងប្អូនចាសូមអរគុណសូមជម្រាបលាបងប្អូនសូមឲ្យបងប្អូនសុខសប្បាយ